សូមធ្វើអ្វីមួយស្របទៅតាមសមត្ថភាពលទ្ធភាពជាខ្លួនយើងជាជាងរស់ជាមួយនឹងក្តីសម័យរបស់អ្នកដទៃស្វាគមន៍មកកាន់វីដេអូមួយនេះសួស្តីអ្នកនរគ្នានេះគឺជា Visual Podcast ហើយថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីធ្វើការចង់ចែកម្លែកទៅកាន់អ្នកនរគ្នាដោយគោលដៅ audience របស់ខ្ញុំនៅថ្ងៃនេះគឺជាមួយនឹងយុវជនរបស់យើងហ្នឹងឯងខ្ញុំធ្លាប់ចងកាត់ភាពវ័យក្មេងហើយខ្ញុំយល់អារម្មណ៍ពេលហ្នឹងវាអារបៀបមិនពេលដែលយើងឈានចូលដល់វ័យគេថាវ័យដែលយើងចង់បានឯករាជ្យអ្វីដែលជាខ្លួនឯងណានៅពេលដែលយើងចង់មានភាពទទួលខុសត្រូវនៅក្នុងជីវិតរបស់យើងជាពិសេសខ្ញុំសំដៅក្រោយពេលយើងហ៊ានចប់ទី12យើងបានចំណាយពេលអាចនិយាយថាបាក់ខ្ទង់ជិត20ឆ្នាំនៅជាមួយនឹងគ្រួសារស្ថិតនៅក្រោមទំនួលខុសត្រូវក៏ដូចជាការតម្លៃដំងទិសរបស់គ្រួសារស្ទើរតែគ្រប់រឿងហើយនៅពេលដែលយើងឈានចូលដល់វ័យចន្ទង់នេះការបំរែបំរួលនៅជីវិតគឺជាការផ្លាស់ប្ដូរមួយដែលគួរឲ្យកត់សម្គាល់ខ្ញុំបាននិយាយបានថាខ្ញុំចែកម្លែកដោយបទពិសោធន៍របស់ខ្ញុំគឺនៅពេលដែលខ្ញុំកាលពីនៅក្មេងខ្ញុំឆ្លងកាត់នៅស្ថានភាពមួយដែលខ្ញុំចាំបំភ្លេចនោះគឺការសម្រេចចិត្តមួយនៅពេលដែលខ្ញុំសម្រេចចិត្តថាខ្ញុំចាក់ចេញពីផ្ទះក្រោយពេលខ្ញុំចប់ទី12ដើម្បីខ្ញុំទៅនៅទីក្រុងក្នុងការបន្តរៀននៅសាកលវិទ្យាល័យតែម្នាក់ឯងដោយមានសាច់ញាតិហើយក៏មានមិត្តភក្តិណាជួយ support ដែរម្ល៉េះហើយនៅក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកអំពី5ចំណុចដែលយើងគួរតែយកមកគិតនៅពេលដែលយើងឈានចូលដល់វ័យចន្ទង់ណា when we become an adult អូខេចំណុចទី1នោះគឺវ័យនេះបងប្អូនគឺជាវ័យដែលត្រូវមានការអត់ធ្មត់ជីវិតនៅពេលដែលឈានបោះជំហានតទៅមុខទៀតណាយើងគឺនឹងទទួលរងនៅទំនួលខុសត្រូវខ្លួនឯងជាពិសេសវ័យនៅអាយុ20 the 20s អញ្ចឹងនៅពេលវ័យនេះគឺជាវ័យមួយដែលជីវិតរបស់យើងគឺទទួលនៅcolor ថ្មីទទួលនៅពណ៌ថ្មីនៃរសជាតិជីវិតថ្មីដែលយើងមិនធ្លាប់ភ្លក់ពីមុនមកអញ្ចឹងហើយរឿងមួយចំនួនវាទាមទារមានការអត់ធ្មត់យើងអត់អាចទៅសម្រេចការងារឬក៏ធ្វើអីនៅថ្ងៃនេះរយៈពេលខ្លីណាមួយហើយយើងសម្រេចថាយើងនឹងចង់សម្រេចវាបាននៅក្នុងរយៈពេលខ្លីទេកន្លែងនេះជាសារមួយខ្ញុំគ្រាន់តែចង់ចែកម្លែកក្នុងវត្ថុបំណងដើម្បីរំលឹកដាស់តឿនទៅកាន់បងប្អូនខ្ញុំប្រើពាក្យថាបងប្អូនចុះពីព្រោះថាវ័យនេះយើងនឹងបើយើងមានattitude បុគ្គលិកលក្ខណៈបែបនេះគឺទាំងអស់គ្នាគឺល្អមែនតើដោយសារយើងជាមនុស្សអ្នកដែលអត់ធ្មត់ប៉ុន្តែបើសិនជាទាំងអស់គ្នាអត់ធ្វើអីមួយយើងអត់មានភាពអត់ធ្មត់ណាយើងងាយនឹងបោះបង់ហើយយើងកុំឆ្ងល់ហេតុអីបានជាពេលខ្លះជីវិតរបស់យើងវាដើរអត់បានលឿនដូចគេដោយសារគេពីព្រោះថាយើងធ្វើអីមួយយើងធ្វើអត់បាន consistent ណាអត់បានជាប់លាប់អត់បានទៀងទាត់នៅពេលដែលយើងធ្វើបានបន្តិចយើងឈប់ហើយយើងសម្លឹងមើលតែសមិទ្ធផលហើយតោះគ្នាភាពផ្លែផ្កានៅក្នុងជីវិតសមិទ្ធផលនៅក្នុងជីវិតនរណាក៏ចង់បានដែរទាំងខ្ញុំទាំងគេទាំងមនុស្សជុំវិញពិភពលោកផងដែរប៉ុន្តែអ្វីដែលយើងមិនអាចខ្វះបាននោះភាពអត់ធ្មត់អញ្ចឹងខ្ញុំអត់ទាន់បោះបង់ចំណុចមួយនេះទេទោះបីខ្ញុំចូលដល់វ័យនេះក៏ដោយគ្រាន់ថាខ្ញុំចង់ផ្ញើសារទៅកាន់បងប្អូនជាពិសេសថាគួរណាតែបណ្ដុះនៅផ្នែកគំនិតធ្វើយ៉ាងណាក៏ដោយលុតដំក៏ដូចជាពង្រឹងទៅលើភាពអត់ធ្មត់នៅក្នុងជីវិតពីព្រោះថាវាអត់មានអីកើតឡើងដោយស្រួលដោយរយៈពេលខ្លីទេស្តៀងគ្នានេះទាំងអស់គ្នាចូលកាន់ចំណុចទី2ចំណុចទី2នោះគឺខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាថាពេលដែលយើងចូលដល់វ័យនេះមានរឿងមួយចំនួនភាគច្រើនខ្ញុំអាចនិយាយចែកដល់ជាស្រ័យមានរឿងភាគច្រើនវាទាមទារឲ្យខ្លួនយើងជាអ្នកសម្រេចចិត្តដោយខ្លួនឯងម្ល៉េះហើយគួរតែរៀនសម្រេចចិត្តមួយដ៏ត្រឹមត្រូវប៉ុន្តែសំណួរទូសួរថាធ្វើម៉េចទៅបានដឹងថាការសម្រេចចិត្តរបស់ខ្ញុំត្រឹមត្រូវមនុស្សមិនមែនទេវតាទោះបីទេវតាពេលខ្លះក៏ទាយខុសដែរអញ្ចឹងយើងអត់ដឹងទេប៉ុន្តែមុនពេលយើងសម្រេចចិត្តចំណុចមួយចំនួនដែលបងប្អូនគ្នាគួរតែយកមកទៅពិចារណានោះគឺប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយការសម្រេចចិត្តជាទៅបើយើងសម្រេចចិត្តខុសអត់មាននរណាមករងទុក្ខជាមួយយើងក៏អត់មាននរណាមកដោះស្រាយបញ្ហារបស់យើងនៅពេលដែលយើងដោះសម្រេចចិត្តខុសទៅធ្វើរឿងដែលបណ្ដាមកពី wrong decision របស់យើងឯងអញ្ចឹងខ្លួនយើងត្រូវតែមានភាពជឿជាក់លើខ្លួនឯងហើយប្រមូលទិន្នន័យវិភាគអូខេបញ្ហានេះវាមិនអីមិនបើថាយើងចង់ទៅធ្វើកិច្ចការកនេះមួយតើវាសំខាន់ពីម៉េចសម្រាប់
ខ្លួនយើងហើយវាមានអត្ថប្រយោជន៍វាមិនសម្រាប់មនុស្សនៅជុំវិញហើយថាតើរឿងដែលយើងធ្វើហ្នឹងវាត្រូវខុសចំណុចទាំងអស់នេះអត់មានអ្វីមកធ្វើការវិភាគឬក៏អាចនិយាយថាធ្វើការកំណត់តម្លៃយ៉ាងសុក្រិតថាអូខេវានឹងទៅជាអញ្ចេះទៅជាអញ្ចោះទេប៉ុន្តែអ្វីដែលទាំងអស់គ្នាត្រូវដឹងគឺមុននឹងសម្រេចចិត្តយើងត្រូវគិតអំពី pro and con គុណសម្បត្តិនិងគុណវិបត្តិនៃការសម្រេចចិត្តរបស់យើងអញ្ចឹងកន្លឹះរបស់ខ្ញុំគឺជាទូទៅខ្ញុំប្រមូលទិន្នន័យគ្រប់ជ្រុងជ្រោយទោះបីហានិភ័យវាអាចកើតមានប៉ុន្តែយ៉ាងណាក៏យើងបានធ្វើការសម្រេចចិត្តមួយប្រកបទៅដោយការត្រេះរិះយ៉ាងល្អិតល្អន់ផងដែរចូលទៅកាន់ចំណុចមួយទៀតដែលខ្ញុំអាចនិយាយបានថាវាជាចំណុចសំខាន់ដែរនៅពេលដែលយើងឈានចូលដល់យុវវ័យយើងគួរតែយកចំណុចនឹងដាច់ខាតយកមកធ្វើការត្រេះរិះពិចារណានោះគឺភាពជឿជាក់លើខ្លួនឯងចំណេះដឹងល្អបទពិសោធន៍មានវិតតែប្រសើរហើយការ open mind ទៅរៀនអីផ្សេងទៅស្ដាប់គេនៅអតីតគឺប្រសើរប៉ុន្តែកូនសោនៅចុងក្រោយគេគឺភាពជឿជាក់លើខ្លួនឯងយើងត្រូវដឹងថារាល់ការសម្រេចចិត្តដែលខ្ញុំនិយាយបាញ់មិញហ្នឹងវាជាភាពទទួលខុសត្រូវរបស់ខ្លួនឯងអញ្ចឹងនៅពេលដែលទាំងអស់គ្នាធ្វើការងារណាក៏ដោយមិនថាតូចមិនថាធំសូមទាំងអស់គ្នាដាក់បញ្ចូលនៅភាពជឿជាក់លើខ្លួនឯងបណ្ដុះនៅផ្នត់គំនិតនៃការជឿជាក់លើខ្លួនឯងពីព្រោះថាយើងជាអ្នកដែលត្រូវទៅប្រឡូកនៅក្នុងរឿងនឹងជាក់ស្ដែងម្ល៉េះហើយការជឿជាក់ខ្លួនឯងនេះគឺជាធម៌ពលចេញពីខាងក្នុងដើម្បីជាកតាលីករជំរុញអាភាពស្វិតស្វាញរបស់យើងអាភាពធន់របស់យើងក្នុងការទៅជំនះនៅរឿងដែលយើងចង់សម្រេចទៅជំនះនៅបញ្ហាដែលវាមករាំងស្ទះក្នុងជីវិតរបស់យើងខ្ញុំឧទាហរណ៍ថាទាំងអស់គ្នាចង់ប្រឡងដាក់ហាកទៅក្រៅអូខេទាំងអស់គ្នាធ្លាប់ប្រឡងមានបទពិសោធន៍អាចថាមិនតន់ជាប់អូខេទាំងអស់គ្នាទៅស្ដាប់អ្នកជោគជ័យចែកម្លែកពីនេះពីនោះទាំងអស់គ្នាអានសៀវភៅទាំងអស់គ្នា research internet ប៉ុន្តែចុងក្រោយគេបើសិនជាយើងធ្វើវាម្ដងហើយម្ដងទៀតជាមួយនឹងអត់ជឿជាក់អាទិន្នន័យដែលទាំងអស់គ្នាទទួលបានហ្នឹងអ្វីដែលទាំងអស់គ្នាប្រមូលបានហ្នឹងវាប្រែទៅជាអត់មានន័យទេម្ល៉េះហើយគួរតែបណ្ដុះនៅភាពជឿជាក់ជាដរាមហើយសំណួរគឺថាធ្វើមិនទៅបានអាចបណ្ដុះនៅភាពជឿជាក់លើខ្លួនឯងអញ្ចឹងបើទាំងអស់គ្នាឆ្ងល់អំពីសំណួរមួយនេះអាច comment នៅក្នុងប្រអប់ comment បានខ្ញុំនឹងធ្វើវីដេអូដាច់ដោយ like ដើម្បីចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាចូលទៅកាន់មួយទៀតទាំងអស់គ្នាដែលខ្ញុំគិតថាខ្ញុំអាចចែកម្លែកបានជាចំណុចសំខាន់នៅពេលដែលការនោះខ្ញុំចូលដល់ពេលពេញវ័យហើយខ្ញុំគិតថាចំណុចនេះគឺជាចំណុចមួយដែលខ្ញុំសង្កេតឃើញពីមនុស្សជុំវិញខ្លួនហើយខ្ញុំបានឆ្លុះបញ្ចាំងដែរហើយខ្ញុំគិតថាវាសំខាន់នោះគឺអង់គ្លេសហៅ grow mindset ត្រូវតែមានផ្នត់គំនិតរៀនសូត្របណ្ដុះបណ្ដាលសមត្ថភាពបង្កើនចំណេះដឹងជាដរាបចំណេះដឹងគឺជាដើមទុននៃជីវិតទាំងអស់គ្នាសម័យនេះហើយមនុស្សអត់ចេះពិបាករកកន្លែងឈរជើងនៅក្នុងសង្គមហើយយើងកុំ complain នរណាគេថាអូគេមិនក៏ល្អជាងខ្ញុំគេមិនក៏ប្រសើរជាងខ្ញុំតែខ្ញុំបែរជាលំបាកខ្ញុំបែរជានៅតែកន្លែងនឹងមកកន្លែងដោយសារហេតុអីយើងអត់មានសមត្ថភាពយើងមានផ្នត់គំនិតពីមុនមកថាប៉ុណ្ណឹងបានហើយបានប៉ុណ្ណឹងចង់បានប៉ុណ្ណាទៀតសង្គមវិវត្តទៅមុខជីវិតក៏ត្រូវដើរទៅមុខដូចគ្នាដែរហើយការប្រកួតប្រជែងនៅក្នុងសង្គមនេះគឺវាជាការប្រកួតប្រជែងមួយដែលអ្នកខ្លាំងមានឱកាសអ្នកខ្សោយអត់មានឱកាសអញ្ចឹងហើយដើម្បីទទួលបានឱកាសការបង្កើតនៅផ្នត់គំនិតរៀនរហូតប្រឈមមុខទៅដោះស្រាយរហូតហើយទៅបង្កើនចំណេះដឹងឲ្យជីវិតខ្លួនយើងរហូតល្អហើយទាំងអស់គ្នាខ្ញុំចង់សង្កត់អត្ថន័យនៅកន្លែងនេះយ៉ាងជ្រៅថាយើងនៅក្មេងខួរក្បាលយើងនៅដំណើរការបានល្អយើងមិនសូវជាមានទំនួលខុសត្រូវខ្លាំងម្ល៉េះហើយបដោតយកពេលរៀនហ្នឹងឲ្យបានពេញលេញពីព្រោះថាតោះគ្នាមិនអាចទាញត្រឡប់ពេលវេលាមកវិញបានទេអញ្ចឹងចង់មិនចង់ណាគឺខ្លួនយើងជាអ្នកត្រូវក្តោបក្តាប់ឱកាសមួយនេះបានលុយប្រមាណពាន់លានដុល្លារក៏ដោយក៏មិនអាចទិញពេលវេលាបានដែរអញ្ចឹងពេលដែលយើងមានពេលវេលាចាយពេលបដោតយកចិត្តទុកដាក់បណ្ដុះបណ្ដាលសមត្ថភាពតាមរយៈការវិនិយោគពេលវេលាដែលយើងមានហ្នឹងទៅរៀនសូត្រឲ្យបានមានប្រសិទ្ធភាពហើយកុំភ្លេចណាគោលការណ៍ទី1ខ្ញុំចែកម្លែកមិញនោះគឺកោតធ្មត់ចូលទៅកាន់មួយទៀតបងប្អូនគ្នាចំណុចចុងក្រោយខ្ញុំឃើញជាបញ្ហាជាទូទៅដែលយុវជនមួយចំនួនជាពិសេសខ្ញុំផញឲ្យទៅយុវជន Gen Z ចុះជាការអង្កេតតខ្លួនរបស់ខ្ញុំអាចត្រូវអាចខុសអធិស្ឋានខ្ញុំឃើញថាចំណុចមួយដែលយើងគួរតែពិចារណាគឺនៅពេលដែលយើងចូលដល់យុវជនយុវវ័យវ័យនេះគឺបងប្អូនគ្នាត្រូវគិតនោះគឺសូមធ្វើអ្វីមួយ
ស្របទៅតាមសមត្ថភាពលទ្ធភាពជាខ្លួនយើងជាជាងរស់ជាមួយនឹងក្តីសម័យរបស់អ្នកដទៃតើគ្នាឃើញក្តីសម័យរបស់គេអត់អូគេចង់1 2 3 4 5 6 7ប៉ុន្តែយើងអត់បានផ្ដោតទៅលើលទ្ធភាពជាក់ស្ដែងដែលយើងមានសមត្ថភាពជាក់ស្ដែងដែលយើងមានទេយើងបែរជាឃើញគេធ្វើនេះយើងទៅធ្វើនោះតាមឃើញគេធ្វើអ្វីបានយើងអត់ទៅរៀនសូត្រពីគេប៉ុន្តែយើងឡើង compare ចំណុចនេះគឺកើតឡើងនៅក្នុងយុវជននៅក្នុងសម័យ Gen Z នេះជាទូទៅម្ល៉េះហើយខ្ញុំអាចនិយាយបានថាយើងគួរតែសម្រាប់បន្តិចក៏លេខមកមើលខ្លួនឯងឆ្លោះកញ្ចក់ឡើងវិញហើយតើយើងអាចធ្វើឲ្យបានខ្លះជាមួយសមត្ថភាពលទ្ធភាពដែលមានរស់ជាខ្លួនឯងកុំរស់ជាមួយនឹងសបិនក្តីសម័យមកតែពីព្រោះជីវិតមួយនេះអត់មានណាមកកាច់ចង្កូតឲ្យយើងទេអ្នកដែលយើងសរសើរអ្នកដែលយើងចំណែនណាក៏គេអាចមានវីតាមីនមាន magic ទៅជប់ជីវិតយើងឲ្យល្អដូចគេបានដែរអញ្ចឹងហើយខ្លួនយើងត្រូវដឹងហើយបន្តដើរតាមក្តីសម័យរបស់ខ្លួនឯងជាដរាបបើទោះបីវាមិនទាន់សម្រេចបានក៏ដោយបើសិនជាវាចេញពីកន្លែងនេះទៅហើយអ្នកនរគ្នាបើសិនវាជាអ្វីដែលអ្នកនរគ្នាចង់សម្រេចវាជា passion របស់អ្នកនរគ្នាបញ្ហាគឺស្ថិតនៅលើពេលវេលាតែប៉ុណ្ណោះដរាបណាយើងនៅតែមានការបដិញ្ញាចិត្តអូខេពីខ្ញុំអ្នកនរគ្នា The Visual Podcast វីដេអូមួយនេះមានប៉ុណ្្នឹងឯងជា solo podcast ដែលខ្ញុំធ្វើម្ដងជំនួយប្រធានបទនៃការលើកទឹកចិត្តក៏ដូចជាការអភិវឌ្ឍសមត្ថភាពឬក៏ចំណេះដឹងផ្សេងៗខ្ញុំសង្ឃឹមថាវានឹងមានអត្ថប្រយោជន៍ទៅកាន់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាហើយខ្ញុំអត់បានតាំងខ្លួនថាខ្ញុំចេះខ្លាំងឬក៏មានបទពិសោធន៍អីខ្លាំងទេគ្រាន់តែខ្ញុំយកប្រធានបទមួយនេះដោយសារតែខ្ញុំគិតថាវាល្អសម្រាប់មនុស្សពេញវ័យដែលយើងគួរណាតែពិចារណាអំពីចំណុចទាំងអស់នេះនៅពេលដែលយើងឈានចូលដល់វ័យមួយនេះហៅវ័យ sensitive អញ្ចឹងហើយខ្មែរយើងថាវ័យនេះវ័យឈាមរាវអញ្ចឹងចង់យើងត្រូវតែមានការគិតការ treasury ពិចារណាឲ្យបានល្អពីព្រោះថាបញ្ជាក់ម្ដងទៀតយកឆយយក future ជំរឿរបស់យើងគឺជាអនាគតរបស់យើងក៏ជាទំនួលខុសត្រូវរបស់យើងដែរអញ្ចឹងចង់មិនចង់អត់មានសិទ្ធិក្នុងការបដិសេធទេលទ្ធផលបែបម៉េចគឺយើងជាអ្នកទទួលខ្លួនឯងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើទាំងអស់គ្នាពេញចិត្តកុំភ្លេចលើកទឹកចិត្តខ្ញុំតាមរយៈ like share comment ឬ subscribe ដើម្បីជំរុញទឹកចិត្តខ្ញុំក្នុងការផលិតមាតិកា original content បន្តទៀតនៅលើ YouTube ហើយខ្ញុំនឹងជួបអ្នកនរគ្នានៅក្នុងវីដេអូផ្សេងទៀតសូមជម្រាបលា